ខ្ញុំគិតថាអ្នកគួរតែឈប់រស់នៅស្រុកខ្មែរទៅខណៈដែលប្រជាជនកម្ពុជាកំពុងរួមគ្នាឈប់ប្រើប្រាស់ផលិតផលសៀមបែរជាមានអ្នកខ្លះនៅតែលួចនាំចូលផលិតផលសៀមទៅវិញនៅក្នុងពេលដែលប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងបង្ហាញអំពីសាមគ្គីជាតិដែលនាំគ្នាកាត់បន្ថយការប្រើប្រាស់ផលិតផលដែលនាំចូលពីប្រទេសសៀមគឺដើម្បីគ្រប់គ្រងផលិតផលក្នុងស្រុកក៏ដូចជាដើម្បីដាក់ទណ្ឌកម្មទៅដល់ប្រទេសសៀមដែលកំពុងតែឈ្លានពានមកលើប្រទេសកម្ពុជាប៉ុន្តែអ្វីដែលគួរឲ្យឈឺចាប់បំផុតនោះគឺនៅពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាកាត់បន្ថយការប្រើប្រាស់ប៉ុន្តែនៅតែមានឈ្មួញនិងបុគ្គលមួយចំនួនបន្តលួចនាំចូលទំនិញពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ទោះបីជាច្រកព្រំដែនត្រូវបានស្ថិតនៅក្រោមការរឹតបន្តឹងនិងការបិទគប់ក៏ដោយស្ថានភាពនេះបានធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ផ្ដើមចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបយ៉ាងតឹងរ៉ឹងនៅទីតាំងស្តុកទំនិញនិងសាច់ក្រកដែលសង្ស័យថាបាននាំចូលទំនិញពីប្រទេសសៀមប្រតិបត្តិការនៅថ្ងៃទី10ខែមិថុនាឆ្នាំ2026បានរកឃើញទំនិញជាង200តោនយោងតាមរបាយការណ៍របស់អាជ្ញាធរនៅថ្ងៃទី10មិថុនាឆ្នាំ2026កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់ក្រកចំនួន3ទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខខណ្ឌព្រែកភ្នៅនិងខណ្ឌរសីកែវរាជធានីភ្នំពេញលទ្ធផលនៃការត្រួតពិនិត្យបានបង្ហាញថាឃ្លាំងមួយនៅខណ្ឌសែនសុខមិនបានរកឃើញទំនិញនាំចូលពីប្រទេសសៀមនោះទេប៉ុន្តែសម្រាប់ឃ្លាំងនៅខណ្ឌព្រែកភ្នៅនិងឃ្លាំងនៅខណ្ឌរសីកែវសមត្ថកិច្ចបានរកឃើញសាច់ក្រកនិងផលិតផលជាច្រើនដែលមានផ្លាកសញ្ញាជារបស់ប្រទេសសៀមហើយមានបរិមាណច្រើនព្រមទាំងជាផលិតផលដែលទើបនឹងផលិតនិងទើបតែនាំចូលពីប្រទេសសៀមរបាយការណ៍របស់អគ្គនាយកដ្ឋានកបបបានឲ្យដឹងថានៅឃ្លាំងមួយក្នុងសង្កាត់គោករកាខណ្ឌព្រែកភ្នៅមានផលិតផលសៀមចំនួន215កញ្ចប់ស្មើទៅនឹង430គីឡូក្រាមដែលមានផ្លាកសញ្ញាជាអក្សរសៀមចំណែកឯឃ្លាំងមួយទៀតនៅសង្កាត់ស្វាយប៉ាខណ្ឌឫស្សីកែវវិញសមត្ថកិច្ចបានរកឃើញផលិតផលចំនួន25មុខសរុប1209កេសដែលមានទម្ងន់ប្រមាណ218តោននិងសុទ្ធសឹងតែមានផ្លាកសញ្ញាជាអក្សរសៀមផងដែរការរកឃើញនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះបរិមាណទំនិញដែលបានរកឃើញគឺមានទំហំធំនិងបានបង្ហាញថាមានបណ្ដាញនាំចូលនិងការចែកចាយទំនិញពីប្រទេសសៀមកំពុងធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជានៅថ្ងៃទី11ខែមិថុនាឆ្នាំ2026កម្លាំងសមត្ថកិច្ចចម្រុះបានបន្តប្រតិបត្តិការទូងទ្រីធំចោះត្រួតពិនិត្យទីតាំងសង្ស័យចំនួន51ទីតាំងនៅក្នុងរាជធានីភ្នំពេញយោងទៅតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញក្នុងចំណោមទីតាំងទាំងនោះសមត្ថកិច្ចបានរកឃើញឃ្លាំងនិងសិប្បកម្មចំនួន4កន្លែងស្ថិតនៅក្នុងខណ្ឌទួលគោកខណ្ឌមានជ័យនិងខណ្ឌជ្រោយចង្វាដែលមានស្តុកសាច់ក្រកប្រហិតនិងផលិតផលអាហារជាច្រើនប្រភេទដែលនាំចូលពីប្រទេសសៀមក្រោយបានរកឃើញក្រុមការងារបានសម្រេចបិទទីតាំងនោះជាបណ្ដោះអាសន្ននិងនាំខ្លួនម្ចាស់ទីតាំងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ជុំវិញបញ្ហានេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចេញសារព្រមានយ៉ាងច្បាស់ដោយអំពាវនាវឲ្យឈ្មួញដែលកំពុងលួចនាំទំនិញនិងសាច់ក្រកមកពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជាបញ្ឈប់សកម្មភាពជាបន្ទាន់សម្ដេចបានបញ្ជាក់ថាសាច់ក្រកនិងទំនិញមួយចំនួនអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ប្រសិនបើមិនមានការត្រួតពិនិត្យត្រឹមត្រូវជាមួយគ្នានេះសម្ដេចក៏បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលមានសង្ស័យថាបានលួចនាំចូលទំនិញពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជាសម្ដេចបានលើកឡើងនិងស្វែងរកមេខ្លោងធំដែលនៅពីក្រោយការនាំចូលទំនិញនេះដើម្បីស្វែងរកឲ្យបានច្បាស់ថាទំនិញទាំងនេះចូលតាមមធ្យោបាយណានិងមានមន្ត្រីណាខ្លះពាក់ព័ន្ធនិងសម្របសម្រួលឲ្យបើកផ្លូវឲ្យមានសកម្មភាពខុសច្បាប់ទាំងអស់នេះលើពីនេះសម្ដេចក៏បានណែនាំឲ្យចាត់វិធានការក្តៅបំផុតទៅលើឈ្មួញនិងបណ្ដាញដែលពាក់ព័ន្ធរួមទាំងរឹបអូសទ្រព្យសម្បត្តិនិងការផ្ដន់ទោសទៅតាមច្បាប់នេះគឺជារឿងមួយចំពោះខ្ញុំផ្ទាល់គឺពិតជាមានការឈឺចាប់យ៉ាងខ្លាំងពីព្រោះតែបច្ចុប្បន្ននេះសៀមគឺកំពុងតែប្រើលុយរបស់ពួកគេយ៉ាងច្រើនដែលប្រមូលពីកម្ពុជាតាមរយៈការលក់ទំនិញមកឲ្យប្រជាជនកម្ពុជាយកទៅទិញអាវុធដូចជា F16 និងប្រភេទអាវុធដទៃទៀតហើយពួកគេក៏បានយកអាវុធទាំងអស់នោះមកឈ្លានពានយកទឹកដីរបស់ប្រទេសកម្ពុជានេះគឺជាការឈឺចាប់មួយដែលពួកគេបានធ្វើមកលើខ្មែរទាំងនៅតាមពិតទៅប្រាក់ទាំងអស់នោះគឺពួកគេបានក្រេបជញ្ជក់យកពីខ្មែរទៅនឹងឯងការដែលពួកយើងបានឃើញអំពីការឈ្លានពានរបស់ពួកសៀមដែលបានឈ្លានពានយកទឹកដីកម្ពុជាមានអ្នកខ្លះមានការឈឺចាប់និងឈប់ប្រើប្រាស់ផលិតផលសៀមប៉ុន្តែបែរជាមានខ្មែរមួយចំនួនដែលអត់មានខួរក្បាលនៅតែនាំចូលផលិតផលសៀមយកមកលក់ហើយក៏នៅតែមានអ្នកប្រើទៀតវាហាក់ដូចជាពួកគេអត់បានគិតអំពីជាតិយើងនោះទេពួកគេគិត
រឿងលុយជាសំខាន់តែប៉ុណ្ណោះចង់ជាតិរលាយបណ្ណាខពុយគេមិនខ្វល់ដែរដូច្នេះចំពោះការចាត់វិធានការទៅលើអ្នកដែលលួចនាំចូលទំនិញពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជាខ្ញុំគិតថាវាមិនមែនជារឿងខុសនោះទេវាគឺជារឿងដ៏ត្រឹមត្រូវមួយដែលពួកយើងគួរតែធ្វើរឿងនេះឲ្យបានតឹងរ៉ឹងបំផុតពីព្រោះតែប្រសិនបើយើងនៅតែបន្តនាំចូលផលិតផលពីប្រទេសសៀមទៀតនោះកម្ពុជាយើងប្រកាសជានៅតែរងការបំពានពីប្រទេសសៀមជាបន្តទៀតដូច្នេះហើយបានជានៅតាមវីដេអូខ្ញុំនិយាយថាប្រសិនបើអ្នកជាឈ្មួញដែលនៅតែលួចនាំចូលផលិតផលពីប្រទេសសៀមមកក្នុងប្រទេសកម្ពុជាទៀតអ្នកគួរតែចេញពីប្រទេសកម្ពុជាទៅប្រសិនបើអ្នករស់នៅក្នុងប្រទេសកម្ពុជាអ្នកគឺជាអ្នកបំផ្លាញជាតិហើយអ្នកគ្មានតម្លៃអ្វីសម្រាប់ខ្មែរនោះទេជួបគ្នានៅក្នុងវីដេអូក្រោយ